នៅពេលប្រទេសជាតិមានសង្គ្រាមនិងមានខ្មែរក្រហមមានក្មេងៗជាច្រើនបានបោះបង់ការសិក្សានិងត្រូវបង្ខំឲ្យធ្វើការងារពលកម្មនៅតាមកងកុមារកងចល័តការដ្ឋានការងារឬដើរបោសសម្អាតប្រមូលសម្ភារៈតាមផ្ទះរបស់ប្រជាជនដែលត្រូវខ្មែរក្រហមជំលះឲ្យចេញពីផ្ទះទៅរស់នៅតាមតំបន់ផ្សេងៗនៅឆ្នាំ1975ខ្ញុំឈប់រៀនដោយសារប្រទេសមានសង្គ្រាមនៅពេលនោះខ្មែរក្រហមបានជំលះខ្ញុំឲ្យទៅរស់នៅមន្ទីរដូនសុកឃ្លាតឆ្ងាយពីឪពុកម្ដាយខ្ញុំធ្វើការងារពលកម្មក្នុងការដ្ឋាននៅក្មេងជំទង់ទោះខ្ញុំនឹកឪពុកម្ដាយនឹងផ្ទះសម្បែងយ៉ាងណាក៏មិនហ៊ានមកផ្ទះវិញដែរព្រោះខ្លាចខ្មែរក្រហមយកទៅកសាងនិងសម្លាប់ចោលនាងខ្ញុំឈ្មោះខាងកឹងភេទស្រីអាយុ48ឆ្នាំគិតនៅក្នុងឆ្នាំ2006រហូតមកដល់បច្ចុប្បន្ននេះខ្ញុំមានអាយុ66ឆ្នាំមានទីកន្លែងកំណើតនៅភូមិត្រពាំងត្រល់ឃុំអន្លង់សំណស្រុកជីក្រែនខេត្តសៀមរាបបច្ចុប្បន្នរស់នៅភូមិតាកឹមឃុំអន្លង់សំណស្រុកជីក្រែងខេត្តសៀមរាបឪពុករបស់ខ្ញុំឈ្មោះធួនស្លាប់នៅចុងឆ្នាំ1979ចិត្តចូលឆ្នាំ1980ឪពុកខ្ញុំស្លាប់ដោយសារចោរប្លន់សម្លាប់ពេលជិះទូកទៅដាក់លបក្នុងព្រៃបឹងទន្លេសាបកាលនោះបងថ្លៃនិងឪក្មេងខ្ញុំក៏បានបាត់ខ្លួនដែរម្ដាយខ្ញុំឈ្មោះយ៉ាងថេនគាត់មានអាយុ80ឆ្នាំគិតនៅក្នុងឆ្នាំ2006មកដល់បច្ចុប្បន្ននេះគាត់មានអាយុ98ឆ្នាំខ្ញុំមានបងប្អូនចំនួន6នាក់ក្នុងនោះមានស្រី5នាក់និងប្រុសម្នាក់ខ្ញុំលែងលះជាមួយប្តីសពថ្ងៃនេះខ្ញុំមានកូន3នាក់នៅជាមួយខ្ញុំនិងប្រកបមុខរបរក្រងស្បូវលក់កាលពីកុមារភាពខ្ញុំធ្លាប់បានចូលរៀនត្រឹមថ្នាក់ទី12សង្គមចាស់និងបានឈប់រៀនដោយសារប្រទេសមានសង្គ្រាមពេលនោះខ្ញុំក៏បានឈប់រៀនទៅធ្វើសង្គ្រាមជាមួយក្មេងៗដទៃទៀតនៅក្នុងភូមិសាលាដែលខ្ញុំរៀននៅក្បែរវត្តអន្លង់សំណពេលខ្ញុំនៅរៀនមានអាយុប្រហែលជា12ឆ្នាំមានមៀតតូចមិនទាន់ចេះពាក់អាវស្រួលបួលផងពេលមានរដ្ឋប្រហារកើតឡើងនៅឆ្នាំ1970ខ្ញុំក៏ឈប់រៀនចូលធ្វើបាតកម្មប្រឆាំងរដ្ឋប្រហារជាមួយអ្នកភូមិនិងក្មេងៗដទៃទៀតពេលនោះខ្ញុំនិងក្មេងៗដទៃទៀតត្រូវបានបញ្ជូនរហូតដល់ភ្នំពេញពេលឈប់រៀនខ្ញុំមិនបាននៅជាមួយម្ដាយទេខ្ញុំនៅជាមួយនឹងអង្គការខ្មែរក្រហមនិងបានបញ្ជូនទៅនៅមន្ទីរដូនសុកក្នុងឆ្នាំ1975អ្នកដែលបញ្ជូនខ្ញុំទៅភ្នំពេញនិងទៅរស់នៅមន្ទីរដូនសុកគឺជាឪពុកមារបស់ខ្ញុំពេលរស់នៅមន្ទីរដូនសុកខ្ញុំតែងតែធ្វើដំណើរជាមួយមេកងឈ្មោះរ៉ែមទៅធ្វើការឃោសនានៅតាមភូមិឲ្យកុមារក្មេងៗជំទង់រស់នៅតាមកងដើម្បីបង្កបង្កើនផលនិងចិញ្ចឹមមាន់ជាដើមប្រធានកងបានដើរឃោសនាឲ្យហាត់សិល្បៈនៅខាងភូមិភាគ304ពេលនោះយើងអត់ចូលខាងសិល្បៈយើងត្រូវតែស្ម័គ្រចិត្តទៅបម្រើការងារនៅភ្នំពេញខ្ញុំសម្រេចចិត្តចូលហាត់សិល្បៈហើយខ្មែរក្រហមបានបង្ហាត់បង្រៀនច្រៀងរៀនរបាំគ្រប់បែបយ៉ាងខ្មែរក្រហមបង្រៀនច្រៀងនិយាយពីប្រវត្តិតស៊ូច្រើនណាស់តែខ្ញុំមិនសូវចាំទេយូរណាស់ទៅហើយចាំបានតែពាក្យមួយម៉ាត់ដូចជានីរសាអង្គអាចមិនចេះខ្លាចអីបន្ទាប់ពីហាត់សិល្បៈខ្ញុំត្រូវបានផ្លាស់ទៅនៅភូមិភាគ304ក្នុងខេត្តសៀមរាបពេលដែលបែកទីក្រុងភ្នំពេញក្នុងឆ្នាំ1975ខ្ញុំក៏មានប្រជាជនថ្មីត្រូវជំនះមករស់នៅតាមភូមិស្រុកក្នុងខេត្តសៀមរាបបន្ទាប់មកខ្មែរក្រហមបានបញ្ជូនខ្ញុំទៅខេត្តកំពង់ធំពេលខ្ញុំធ្វើដំណើរទៅកំពង់ធំប្រធានកងមិនអនុញ្ញាតឲ្យខ្ញុំប្រាប់ឪពុកម្ដាយឲ្យដឹងទេខ្មែរក្រហមលាក់ការណាប្រធានកងខ្មែរក្រហមឲ្យកុមារប្រមាណ100នាក់ទាំងខ្ញុំជិះឡាន2គ្រឿងចេញពីខេត្តសៀមរាបទៅស្រុកសណ្ដានខេត្តកំពង់ធំនៅក្នុងកងរបស់ខ្ញុំក៏មានក្រុមកុមារដើរកាត់ចំការចេកទៅជាមួយគ្នាដែរបន្ទាប់មកចូលដល់ឆ្នាំ1976ចេញពីកំពង់ធំបានទៅដល់ភ្នំពេញពេលទៅដល់ភ្លាមខ្មែរក្រហមឲ្យពួកខ្ញុំទៅស្នាក់នៅផ្សារថ្មីពេលនៅភ្នំពេញខ្មែរក្រហមបានឲ្យខ្ញុំដើរប្រមូលសម្ភារៈតាមមាត់ទន្លេខាងច្បារអំពៅនិងចំការម៉ឺនមានមាសប្រាក់ចេះតែប្រមូលដាក់ឃ្លាំងទុកដាក់ឲ្យស្រួលបួលទៅដំបូងខ្ញុំស្មានតែខ្មែរក្រហមឲ្យប្រមូលចបបង្គីសម្ភារៈកំប៉ិចកំប៉ុកដាក់ឡានខ្ញុំមិនដឹងថាអង្គការយកមាសប្រាក់និងសម្ភារៈចានឆ្នាំងដែលប្រមូលបានជាច្រើនយកទៅទុកនៅទីណាទេខ្ញុំមកដល់កន្លែងចុះហូបបាយហើយដល់ម៉ោងក៏ឡើងឡានមកធ្វើការទៀតទៅពេលនោះខ្ញុំមិនហ៊ានលួចយកមាសពេជ្រនោះទេពីព្រោះខ្លាចខ្មែរក្រហមឆែកឃើញមាសពេជ្រទាំងអស់នោះច្បាស់ជាចាប់យកទៅដាក់ក្នុងមន្ទីរសន្តិសុខសម្រាប់ចោលជាក់ជាមិនខានបន្ទាប់មកខ្មែរក្រហមបានបែងចែកពួកខ្ញុំតាមកងនីមួយៗក្នុងមួយកងមានគ្នា30នាក់និងមួយក្រុមមានគ្នា10នាក់ខ្ញុំមិនសូវស្គាល់ប្រធានកងទេព្រោះអ្នកទាំងអស់នោះមកពីតំបន់25ខេត្តកណ្ដាលក្នុងកងនីមួយៗមានសមាជិកភាពចម្រុះ
អ្នកខ្លះមកពីតំបន់25អ្នកខ្លះមកពីតំបន់35កំពតតាកែវនិងកំពង់ស្ពឺអ្នកខ្លះត្រូវចាត់តាំងឲ្យមកកាន់កងកុមារចំណែកខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើអនុប្រធានកងកុមារក្នុងរយៈពេល1សប្តាហ៍ខ្មែរក្រហមបានហៅខ្ញុំឲ្យទៅរៀនសូត្រនិងសម្រាប់នៅស្តាតអូឡ িম্প ិកចំនួន2ទៅ3យប់ពេលរៀនចប់ក៏ត្រឡប់មកធ្វើការងារដោយគេឯងវិញខ្មែរក្រហមបានឲ្យយើងទៅរៀនសូត្រពីមាគ៌ាគោលនយោបាយពេលត្រឡប់មកដល់កងវិញយើងត្រូវពន្យល់សមាជិកក្នុងកងឬក្រុមអានទស្សនាវដ្តីពន្យល់អំពីការងារនិងបញ្ហាផ្សេងៗទៀតកាលខ្ញុំទៅរៀនខ្មែរក្រហមបង្រៀនតាក់ទងទៅនឹងការបង្កបង្កើនផលប្រមូលផលស្រែអំបិលនៅកំពតជាដើមនៅក្នុងឆ្នាំ1976នោះមានព្រឹត្តិការណ៍ដាក់ថ្នាំអំពុលក្នុងម្ហូបឬបាយនិងមានមនុស្សត្រូវថ្នាំពុលប៉ុន្តែមិនបានបញ្ជូនទៅពេទ្យដាក់សេរ៉ូមទេកាលនោះខ្ញុំនៅធ្វើការទើបមិនបានហូបបាយសម្លពុលនឹងគេបានអ្នកនៅក្នុងកងវិញពុល4ទៅ5ដងក្នុងម្នាក់ខ្មែរក្រហមបានចាប់អ្នកដែលដាក់ថ្នាំអំពុលនិងយកមកដាក់កន្លែងមន្ទីរសន្តិសុខជនក្បត់នោះមានឈ្មោះខុនជាប្រធានកងវរៈតែខ្ញុំមិនចាំលេខប៉ុន្មានទេខ្មែរក្រហមចោទថាក្បត់បានដាក់ថ្នាំអំពុលក្នុងបាយសម្លខ្ញុំភ័យណាស់អង្គការបានចាប់អ្នកដែលភ្លក់ម្ហូបនឹងចុងភៅឈ្មោះរីម្នាក់ទៀតដែលជាប្រធានចុងភៅហើយបញ្ជូនទៅដាក់គុកនៅព្រែកថ្នោតនៅចំណន់នោះពេលហូបបាយខ្មែរក្រហមវាយអាកាំងយើងឮក៏ចូលទៅហូបទាំងអស់គ្នាគ្មានខ្លាចពុលទេមកពីធ្វើការហាវព្រោះម៉ោង11បានហូបម្ដងប្រសិនបើអ្នកដែលចូលរួមក្នុងការប្រជុំបានបង្ហាញចេញពីការមិនពេញចិត្តចំពោះខ្មែរក្រហមអ្នកនោះនឹងត្រូវចាប់យកទៅឲ្យដេកគុកក្នុងព្រែកថ្នោតសូម្បីតែគណៈរោងចក្រក៏ខ្មែរក្រហមចាប់យកទៅដែរកាលនោះដោយសារតែគណៈរោងចក្របានក្បត់ដាក់ថ្នាំពុលក្នុងបាយបបរបង្អែមក្នុងឆ្នាំ1977ពេលប្រជុំម្ដងខ្មែរក្រហមមិនហៅកូនចៅទៅទេគឺហៅតែប្រធានក្រុមអនុប្រធានក្រុមទៅរៀនសូត្ររួមទាំងខ្ញុំដែរទៅប្រជុំនៅម្ដុំមហោស្រពចិត្តផ្សារដាំគោមហោស្រពចេនឡាសម័យនោះខ្មែរក្រហមបង្រៀនគ្មានអ្វីក្រៅពីមាគ៌ាគោលនយោបាយនិងការធ្វើការងារពលកម្មកុំឲ្យមានភាពក្បត់គ្នាត្រូវណែនាំគ្នាឲ្យបានល្អមានអ្នកខ្លះធ្វើការមិនបានល្អត្រូវយកទៅដាក់នៅមន្ទីរសន្តិសុខទៅខ្ញុំទៅរៀននៅថ្ងៃដំបូងមិនយល់ពីមាគ៌ាគោលនយោបាយអីទេចូលដល់ឆ្នាំ1978ខ្ញុំធ្លាប់សុំប្រធានក្រុមមកលេងផ្ទះប៉ុន្តែប្រធានក្រុមបានបដិសេធចាប់តាំងពីថ្ងៃនោះមកខ្ញុំក៏លែងសុំប្រធានក្រុមមកផ្ទះទៀតហើយថ្ងៃមួយខ្ញុំបានទៅមើលការសម្ដែងនៅស្តាតអូឡ িম্প ិកក្រុមសិល្បៈសម្ដែងរឿងអ្នកជីកត្រពាំងពស់វែកចឹកនិងល្ខោននិយាយបន្ទាប់មកខ្ញុំបានទៅទទួលគណៈប្រតិភូនៅមហោស្រពជួបជាមួយនឹងនួនជាអៀងសារីប៉ុលពតនិងខៀវសំផនពេលខ្ញុំទៅទទួលគណៈប្រតិភូនៅទីក្រុងភ្នំពេញម្ដងត្រូវស្លៀកសម្លៀកបំពាក់អាវពណ៌សសំពត់ពណ៌ខ្មៅពេលទៅជួបគណៈប្រតិភូនោះខ្ញុំមិនបាននិយាយជាមួយអៀងសារីទេកាលនោះខ្ញុំមិនចាំថាអៀងសារីបាននិយាយអ្វីទេព្រោះយូរហើយចាំតែប្រកាសឧទ្ទេសនាមអំពីឈ្មោះតែប៉ុណ្ណឹងពេលចប់កម្មវិធីក៏ត្រឡប់ទៅធ្វើការងាររៀងខ្លួនវិញខ្ញុំមិនដែលបានទៅពោធិ៍ចិនតុងទេនៅតែកន្លែងការដ្ឋានទី2នៅទឹកថ្លានឹងរហូតដល់បែកឆ្នាំ1979តែម្ដងការនៅក្នុងការដ្ឋានទី2ការហូបចុកធម្មតាហូបបាយម្ហូបសាច់គោសាច់ជ្រូកដឹកមកទាំងឡានមិនដឹងថាដឹកមកពីទីណាខាងណាទេបើការនៅភូមិមុនពេលមកភ្នំពេញគឺហូបតែត្រីពេលខ្ញុំនៅធ្វើការនៅភ្នំពេញខ្ញុំធ្លាប់ឃើញខ្មែរក្រហមហៅអ្នកធ្វើការនៅក្នុងកងទៅប្រជុំកសាងទីទានដោយថាកិច្ចពីការងារពលកម្មខ្មែរក្រហមបានណែនាំកុំឲ្យខ្ជិលច្រអូសសំបីតែគ្រុនក្តៅក៏ខ្មែរក្រហមថាធ្វើពុតដែរពេលនោះខ្ញុំមិនដែលត្រូវបានខ្មែរក្រហមហៅទៅទីទាននោះទេខ្ញុំធ្វើការទាំងយប់ទាំងថ្ងៃហើយក្នុងកងនីមួយបែងចែកដាច់ពីគ្នាគឺបរោះនៅកងផ្សេងចំណែកនារីនៅកងផ្សេងនៅចំនួនខ្មែរក្រហមបានប្រកាន់ខ្ជាប់នៅសិលធម៌ប្រុសនិងស្រីមិនហ៊ាននិយាយរកគ្នាទេប្រសិនបើខ្មែរក្រហមឃើញថាប្រុសស្រីនិយាយជាមួយគ្នានឹងចាប់យកទៅអប់រំសិលធម៌ក្នុងរបបខ្មែរក្រហមមានការរៀបចំចាប់គូឲ្យរៀបការជាមួយគ្នាតែពេលនោះខ្ញុំមិនបានរៀបការទេពីព្រោះខ្ញុំនៅក្មេងពេកនៅឆ្នាំ1978ដដែលខ្ញុំត្រូវផ្លាស់មកធ្វើការនៅការដ្ឋានទី1នៅអូដឹមកាលខ្ញុំនៅការដ្ឋានទី1ខ្មែរក្រហមកសាងរោងចក្រក្រឡឹងដែកធ្វើគ្រឿងត្រាក់ទ័រពេលនោះខ្ញុំចល័តទៅមកម្ដងធ្វើការនៅការដ្ឋានទី1ម្ដងទៅធ្វើការនៅរោងចក្រទី2ពេលល្ងាចនឹកដល់ផ្ទះម្ដងខ្ញុំបានបែរមុខមកទិសខាងលិច
ណយមិនដឹងចិត្តធ្វើយ៉ាងណាបានមកផ្ទះបើផ្លូវមកផ្ទះមិនស្គាល់ផងនោះចំណែកឪពុកម្ដាយខ្ញុំនៅស្រុកភូមិត្រូវខ្មែរក្រហមធ្វើបាបដោតស្លឹកត្រចៀកដឹកដង្ហែយកទៅវាចោលខ្ញុំបានដឹងដំណឹងតែរកផ្លូវមិនរួចខ្លាចខ្មែរក្រហមវាយសម្លាប់ចោលទៀតនៅឆ្នាំ1979វៀតណាមចូលដល់ទីក្រុងភ្នំពេញខ្ញុំនិងក្រុមការងារបានរត់ទៅខាងត្រពាំងក្រឡឹងខាងពេជ្រនិលរត់យូរទៅធ្លាក់ដល់ស្រុកបាកានខេត្តពោធិ៍សាត់ចេញពីបាកានចេះតែទៅតាមមង្គលបុរីធ្លាក់ដល់ថៃរហូតដល់នៅទៅដល់ជំរំភ្នំតាងុកតែមិនមែនជាជំរំខ្មែរក្រហមទេចូលជំរំនៅថៃកាលនោះយួនផ្លោងគ្រាប់ទាំងយប់ទាំងថ្ងៃមកពេលនោះខ្ញុំបានលើតាមរយៈខ្មែរក្រហមនិយាយថាបើមិត្តណាទៅផ្ទះច្បាស់ជាយួនអាកសម្រាប់ចោលហើយក្រោយមកខ្ញុំបានជួបនឹងកងទ័ពតាហោះប៉ុន្តែមិនបានជួបនឹងតាហោះទេចូលដល់ឆ្នាំ1991បានខ្ញុំចេញមករកផ្លូវទៅផ្ទះចៃដនបានជួបជាមួយនឹងប្រជាជនចំណាស់ម្នាក់គាត់បានជូនខ្ញុំពីជំរំទៅស្រុកកំណែតនៅសៀមរាបពេលខ្ញុំនៅក្នុងជំរំខ្ញុំមានគ្រួសារហើយក្រោយពីរបបខ្មែរក្រហមដួលរលំទៅប្រជាជនទាំងអស់ក៏បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសាររៀងៗខ្លួនក្នុងនោះប្រជាជនខ្លះក៏បានមកជួបជុំគ្នាហើយខ្លះទៀតក៏បាត់បង់បងប្អូនសាច់ញាតិអស់សម្រាប់រូបខ្ញុំបាត់បង់ពូម្នាក់ឈ្មោះធឿជាគណៈសង្កាត់ខ្មែរក្រហមនិងត្រូវខ្មែរក្រហមចោទប្រកាន់ថាក្បត់និងយកទៅសម្លាប់ចោលចំពោះការបាត់បង់ពូនេះខ្ញុំមានការសោកស្ដាយជាខ្លាំង